ពូគឺថាមេស៊ីចាស់ជរានៅពូបាទឬនៅក្មេងអញ្ចឹងបើសិនជាយើងនិយាយថាតួតាតើមេស៊ីនៅក្មេងមេស៊ីនៅតែល្អបាទយើងក៏លេចទៅមើលសถิតិផងដែរបាទសម្រាប់ FIFA World Cup 2026នេះកីឡាករដែលដើរនៅលើទីលានច្រើនជាងគេទី1គឺបានទៅលើ Lionel Messi បាទទី2បានទៅលើ Kylian Mbappe បាទសិន Lionel Messi ដូចជា 47% បាទន័យថាក្នុងចំណោម 100%នៃការទាំងការរត់ទាំងការដើរយើង cover ឬក៏យើងនិយាយថាកន្លែងដែលគាត់ដើរកន្លែងគាត់ទៅហ្នឹងគឺ 47% ដែលគាត់ដើរបាទអញ្ចឹងមានន័យថាដើរច្រើនមែនតើសម្បីតែ Kylian Mbappe រត់ប៉ុណ្ណឹងប្រិមត្តក៏ឃើញដែរស្ថិតិរបស់គាត់ 45% អញ្ចឹងមានន័យថាដើរច្រើនប៉ុន្តែនៅតែជាងរត់ចឹងបាទព្រោះមានន័យថាក្នុងចំណោម100គឺដើរ47អញ្ចឹងមានន័យថាវាសឹងតែ balance គ្នា50 50រវាងដើរហើយជាមួយនឹងរត់បាទប៉ុន្តែកីឡាករផ្សេងអ្នកខ្លះទៅគឺ 30% បាទដូចជាបាទអ្នកចាំទីគេអត់និយាយទេព្រោះអ្នកចាំទីអត់មានទៅណាបាទចាំទីមាន distance ដែលគាត់រត់ទៀតអាហ្នឹងមានន័យថាប្លែកតិចហើយបាទអញ្ចឹង Messi ដើរ47%ហើយបំរត់ទៅប្រហែលរត់បានតែ5ជាងហ្នឹងបាទអញ្ចឹងមានន័យថាក្នុងចំណោមនៃការលេងបើគាត់ឧទាហរណ៍ថាចង្រះចម្ងាយនៃការទាំងដើរទាំងរត់របស់គាត់នៅក្នុងទីលានបាទ10គីឡូអញ្ចឹងមានន័យថាគ្រាន់តែដើរ5គីឡូហើយបាទអញ្ចឹងមានន័យថារត់គឺបានតែ4គីឡូជាងហើយគាត់ដើរបាទអញ្ចឹងគាត់រត់បានតែ5គីឡូទេបាទអញ្ចឹងមានន័យថាសម្រាប់កម្លាំងកាយរបស់គាត់គឺមានការថមថយបាទប៉ុន្តែសម្រាប់បច្ចេកទេសរបស់គាត់នៅល្អប៉ុន្តែកម្លាំងកាយរបស់គាត់មានការថមថយបាទអញ្ចឹងប្រសិនបើគាត់នៅមានកម្លាំងពេញ 100% គឺអត្រាក្នុងការដើររបស់គាត់យ៉ាងហោចណាស់ក៏បានត្រឹមតែ38ឬក៏37%ដែរបាទក្នុងនាមជាគាត់ជាខ្សែប្រយុទ្ធបាទអញ្ចឹងយើងក៏ដឹងដែរថាខ្សែប្រយុទ្ធគឺគាត់មិនដូចខ្សែបម្រើទេខ្សែបម្រើហ្នឹងគឺឡើងចុះឡើងនឹងឯងបាទអញ្ចឹងគេបានដាក់ឲ្យគាត់ថាឈ្មោះថាបម្រើនោះឯងបាទការពារក៏គាត់ទៅបម្រើបាទប្រយុទ្ធក៏គាត់ទៅបម្រើបាទបម្រើទេបាទយើងអាចនិយាយថាបម្រើគ្រប់វិស័យបាទតារ៉ាស៊ីដានចូលមកដឹកនាំបារាំងនៅយូរ៉ូ2023ខាងមុខនេះមែនទេបាទសម្រាប់Zinedine Zidaneនឹងចូលរួមដឹកនាំជម្រើសជាតិបារាំងបន្ទាប់ពី World Cup នេះបញ្ចប់មានន័យថាកុងត្រារបស់លោក Didier Deschamps នឹងបញ្ចប់ត្រឹមកុងត្រាត្រឹម World Cup នេះដែរអញ្ចឹងបើសិនជាបារាំងធ្លាក់បោះម៉ារ៉ុកគឺលោក Didier Deschamps ក៏ដល់ពេលវេលាដែលត្រូវចាក់ចែងគ្នាបាទអញ្ចឹងមានន័យថាបាទកុងត្រារបស់លោក Deschamps គឺចប់ត្រឹម World Cup 2026នេះឯងបាទចាញ់ក៏ចប់ឈ្នះក៏ចប់បាទគឺអ្នកដែលដឹកនាំបន្ទាប់គឺលោក Zinedine Zidane អញ្ចឹងយូរ៉ូ2023នេះក៏ល្អមើលដែរបាទហើយអ្វីដែលល្អមើលជាងនេះទៅគឺ Zidane គឺត្រូវប៉ះគ្នាជាមួយនឹងលោក Jurgen Klopp បាទដោយសារតែលោក Jurgen Klopp ដឹកនាំជម្រើសជាតិអាល្លឺម៉ង់បាទនៅសល់បាទលោក Pep Guardiola ទៀតចាំមើលដឹកនាំអេស្ប៉ាញអត់បាទទីមកដឹកនាំអេស្ប៉ាញតែលោក Conte បាទដឹកនាំបាន World Cup នេះទៅមើលទៅនេះអត់ទៅណាទេបាទ